Nếu số có số đây cũng mai bom bom nó nghĩ đây này dùng sập nơi đường nhomហើយនៅក្នុងថ្ងៃនេះដែរខ្ញុំមកលើកយករឿងមួយដែលមានចំណងជើងថាគ្រូភ័ក្រលោកទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់បាទចំណុចថាសាច់រឿងនេះពីយ៉ាងណានោះក៏សូមបងប្អូនចូលទៅស្ដាប់ទាំងអស់គ្នាអញ្ចឹងនៅក្នុងពេលមួយគឺមានអញ្ចឹងនៅក្នុងពេលមួយហ្នឹងគឺមានសម្រាប់ជើងមនុស្សមួយបានរត់យ៉ាងលឿននិងមានសភាពថែបទៅហោះមកកាន់ផ្ទះមួយនៅចុងភូមិបុរសម្នាក់ហ្នឹងគឺរត់យ៉ាងថែបទៅហោះមែនតើមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគាត់ឡើយហើយគាត់ក៏បានធ្វើដំណើរយ៉ាងលឿនទៅកាន់ផ្ទះនៅចុងភូមិសំដៅទៅដូចជាមានរឿងអ្វីមួយចង់ប្រាប់ទៅកាន់អ្នកដែលនៅចុងភូមិនឹងផ្ទះនៅចុងភូមិនោះលុះរត់ទៅដល់ក៏មានអ្នកដែលនៅអែបគៀនភូមិហ្នឹងក៏គាត់បានស្រែកសួរគេថាអាជាងហើយទៅណាហើយពូជាងហ្នឹងក៏គាត់រត់ទៀតហើយគាត់ក៏ស្រែកថាអូយខ្លាស៊ីគោខ្ញុំហើយហើយបន្ទាប់មកគាត់ក៏បានធ្វើដំណើរទៅទៀតអញ្ចឹងហើយគាត់ក៏បានរត់ឡើងលឿនទៅដល់ផ្ទះមួយនៅចុងភូមិដែលខ្ញុំនិយាយចាប់ពីដើមហ្នឹងគឺជាផ្ទះរបស់គ្រូអាគមម្នាក់ទៅដល់បុរសដែលមានឈ្មោះថាពូជាងហ្នឹងក៏គាត់ស្រែកថាតាភ័ក្រតែឯងនៅផ្ទះទេតាភ័ក្រដល់ពេលហ្នឹងតាម្នាក់ណាគាត់អាយុមិនចាស់ទេអាយុប្រហែលជា50ទៅ40ទៅ50ឆ្នាំជាង48ឆ្នាំទៅ50ឆ្នាំជាងហ្នឹងក៏ដើរចុះពីលើផ្ទះមកហើយគាត់ក៏បានសួរទៅកាន់ពូជាងថាហើយចុះឲ្យមកផ្ទះអញយ៉ាងទៅហេតុទៅហប់ហ្នឹងឯងមានរឿងអីហើយបន្ទាប់មកពូជាងហ្នឹងក៏គាត់បានតបទៅកាន់លោកតាម្នាក់ហ្នឹងថាតាភ័ក្រជួយគោខ្ញុំផងគោខ្ញុំហ្នឹងគឺត្រូវបានខ្លាខំអស់ទៅបាត់ហើយតាភ័ក្រក៏សួរថាហើយឯងចាំគោមិនឲ្យធ្វើឲ្យខ្លានឹងខំគោឲ្យទៅបាត់ហ្នឹងលោកពូជាងក៏គាត់ស្រែកប្រាប់ថាខ្ញុំមិនដឹងទេដោយសារតែគាត់មានរឿងភ័យអញ្ចឹងគឺគាត់និយាយយ៉ាងតដប់ហើយគាត់ក៏ថាដល់ពេលហ្នឹងគឺគាត់បានដឹកគោទៅចងនៅឯក្រោយភូមិហ្នឹងគឺនៅក្នុងព្រៃក្រោយភូមិហើយមិនដឹងថាម៉េចគោរបស់គាត់ហ្នឹងក៏ដើរចេញពីហ្វូងទៅដល់ព្រៃដែលគាត់ធ្លាប់ទៅជាមួយនឹងតាភ័ក្រកាលពីភាគមុនអញ្ចឹងហើយបងប្អូនប្រកាសជាចង់ដឹងថាភាគមុនគាត់ទៅទីនោះដើម្បីអីហើយនៅវីដេអូក្រោយខ្ញុំនឹងចេញភាគដែលគាត់ចូលទៅក្នុងព្រៃនោះតែសាច់រឿងនេះគឺនិយាយអំពីវគ្គដែលខ្លាស៊ីគោរបស់ពូជាងសិនបន្ទាប់មកពូជាងក៏គាត់រាយរាប់ថាព្រៃដែលគាត់បានចូលទៅប្រមាញ់ខ្លាដែលមានឈ្មោះថាអាក្លុកដែលនៅក្នុងព្រៃជាមួយនឹងលោកតាភ័ក្រហើយនឹងពុកស៊ុយនោះគឺឥឡូវនេះវាមិនទាន់ស្លាប់ទេហើយវាមានរបួសខ្វាក់នេះមកខាងថែមទៀតហើយវាគឺធ្វើដំណើរមកខំគោគាត់នៅឯនេះវាបានចេញពីព្រៃដែលនៅគៀនចុងភូមិនោះវាឆ្ដាច់ស្រយាលដែរគឺគោរបស់គាត់បានដើរឆ្លងទន្លេទៅតែម្ដងគឺទៅដល់ឯមាត់ព្រៃនោះមិនដឹងថាខ្លានោះវាចេញមកពីណាទេគឺគាត់បានតាមគោរបស់គាត់នឹងបានឃើញខ្លានោះវាបានខំចិញ្ចឹងកគោរបស់គាត់ហើយអស់ចូលទៅក្នុងព្រៃនៅបាត់ទៅហើយគាត់មិនហ៊ានចូលទៅទេព្រោះមិនដឹងថានៅទីនោះមានអ្វីខ្លះផងព្រោះតែពេលដែលគាត់ចូលទៅកាន់ទីនោះជាមួយនឹងគ្រូភ័ក្រហើយនឹងពុកស៊ុយដើម្បីប្រមាញ់ខ្លានោះកាលពីលើកមុនគឺមានពពួកខ្មោចព្រៃនិងពពួកវិញ្ញាណអនាថាជាច្រើននៅក្នុងព្រៃនឹងហើយគាត់មិនចេះអីសោះបើគាត់ចូលទៅខ្លាចតែខ្លានោះវាខំយកគាត់ទៅម្នាក់ទៀតអញ្ចឹងហើយទើបគាត់រត់ប្រញាប់បញ្ញាមករកតាភ័ក្រឲ្យតាភ័ក្រជួយលោកតាភ័ក្រក៏គាត់លន់មកថាហើយមានរឿងចឹងផងយើងមិនជឿថាអាក្លុកនោះវាមិនតាន់ងាប់ទេគឺអាក្លុកនោះគឺក៏សំដៅទៅកាន់ខ្លាមួយដែលមានឈ្មោះថាអាក្លុកតែវាមានមាឌធំនិងខ្វាក់ផ្នែកម្ខាងដោយសារតែពុកស៊ុយបានបាញ់និងវាត្រូវរបួសចំស្មាម្ខាងដែលត្រូវបានគ្រូភ័ក្របាញ់ដូចគ្នាពេលនោះគ្រូភ័ក្រក៏គាត់បានទាញយកកាំភ្លើងឆ្នៃរបស់គាត់មកនិងបានធ្វើដំណើរទៅកាន់ខាងព្រៃឯនៅចុងភូមិដែលមានមាត់ព្រៃឆ្លងអូរនោះទៅជាមួយនឹងពូជាងតែម្ដងហើយវេលាស្មើនេះគឺម៉ោងចូលជាង4រសៀលបាត់ទៅហើយគឺពេលដែលគេត្រូវដឹកគោមកវិញតែគោរបស់ពូជាងគឺត្រូវបានខ្លានោះស៊ីអញ្ចឹងហើយគឺគាត់បានរត់មកទម្រាំតែគាត់បានធ្វើដំណើរទៅដល់ម៉ោងជាង6ល្ងិតណាស់ទៅហើយពេលទៅដល់គាត់ក៏បាន
nôm cừu phe tập phe nó cứ có ban trôi từ can tí nó hơi có ban bị nâng mưa nam chiêm này ban sợ nụ cứ có ban chụp lưng cho nó tới tam luôn đấy xa tại nơi tam sọc cho nó bót cứ có tam play trắng nơi về liền mong pram ra mùi nghĩ ấy vì chập lại một cái thôi ở mà top mốt cứ tập phe có ban tập từ can bù chiêng ha cô cam khá năng cam cô ấy nó mới là chiêng lấy nó pin nú bù chiêng có thà mấy nay bên đây ta nó này ấy là phe nó cứ có ban rồi tha cô ai mà hai chị mình đâu có tới bơi bạc là nó bom cho không play bạc tháo ấy bà mình ngóp có tính đa sạch năng rồi mình khởi như xuống luôn ấy về năng bù chiếng nó có con riêng không mà thấy đá con có slide lon một có còn lon một tha cái mười tập trong cho bạc là năng lực nói chung đừng cặp với anh ngóp tại mà đâu hỏi khi trong bát có số mình chọc được hiện mùi nì bà bông bà ôn mình cho nạp vào đóng cứ ai cho xe trong nạp vào đóng nơi hàng cầu nơi khỏi mình bàn trong nông chia diêm thua phiện phí ở bên trên nắng ẩn to tự tiện trong bát đi hưu đi tiến số ở cùng